បុរសម្នាក់បានដោះយកស្រោមដៃហើយដាក់ស្ត្រីនោះលើគ្រែបន្ទាប់មកគាត់លេបគ្រាប់ថ្នាំពណ៌ខៀវហើយត្រៀមនឹងមានអំពើផ្លូវភេទជាមួយនាងពេលនោះស្ត្រីអាយុ50ឆ្នាំនោះរំភើបខ្លាំងពេកហើយរងគ្រោះថ្នាក់បេះដូងនៅពេលចាប់ផ្ដើមដោយញាក់ខ្លាំងនាងស្លាប់យ៉ាងឆាប់រហ័សនៅលើខ្លួនស្ត្រីនាងខំប្រឹងគាំទ្ររាងកាយប្តីរបស់នាងប៉ុន្តែបុរសនោះមិនដឹងខ្លួនឡើយហើយដួលរំយ៉ាងធ្ងន់តែស្ត្រីនៅតែជាប់ក្នុងគ្រឿងចងគ្មាននរណាម្នាក់អាចជួយដោះស្រាយឲ្យនាងបានទេនាងគ្មានជំរើសក្រៅពីស្រែកហៅប៉ុន្តែវេលានោះគ្មាននរណានៅជិតឡើយនាងគិតថាប្តីកំពុងលេងសើចជាមួយនាងហើយឲ្យគាត់ក្រោកឡើងភ្លាមពេលនាងឃើញឈាមរបស់ប្តីរាលដាលលើដីនាងវង្វេងវង្វាន់ពេលល្ងាចក៏គ្រប់ដណ្ដប់ស្ត្រីបានហូរទឹកភ្នែកអស់នាងឮសំឡេងទូរស័ព្ទស៊ីញ៉េហើយរត់ចេញទៅហៅជំនួយស្រមោលកាន់តែខិតជិតវាជាឆ្កែព្រៃចោលវាឃ្លានហើយភ្នែកពណ៌បៃតងវាខិតជិតរាងកាយប្តីនាងស្ត្រីជន់ជើងវាហើយឆ្កែព្រៃនោះក៏ចាប់ផ្ដើមស៊ីក្លិនឈាមខ្លាំងវាអន្តែតអណ្ដូងឈាមនៅលើដីដោយលោកវាមិនខ្លាចស្ត្រីសោះហើយថែមទាំងចាប់ដៃប្តីនាងដើម្បីចង់ស៊ីស្ត្រីខំប្រឹងរើរមើងប៉ុន្តែគ្រឿងចង់អាចធ្វើចលនាឡើងចុះបានតែបន្តិចនាងចាប់យកដើមឈើនៅលើក្តារដាំដើមឈើហើយចោលទៅឆ្កែព្រៃពេលឃើញសាច់ក្នុងមាត់វាស្ត្រីយំសោកស្ដាយអ្នកណានឹងគិតថាប្តីនឹងក្រោកពីក្រោមគ្រែនៅវិនាទីបន្ទាប់ស្ត្រីពន្យល់ប្តីដោយសំឡេងទាបប៉ុន្តែពេលមើលទៅប្តីនៅតែដេកនៅលើព្រំប្តីពីរនាក់នៅក្នុងផ្ទៃដីតែមួយស្ត្រីមិនដឹងថាមានរឿងអ្វីកើតឡើងទេប្តីញឹមរំលឹកនាងកុំឲ្យពេលវេលាកន្លងផុតឥឡូវនេះអ្វីដែលអាចជួយនាងបានគឺនាងផ្ទាល់ស្ត្រីវាតដៃមួយជុំហើយភ្នែកប៉ះទៅគ្រឿងចងនាងខំប្រឹងដោះគ្រឿងចងជាសំណាងដៃនាងតូចគ្រប់គ្រាន់ដើម្បីរយចេញដោយដៃមួយរួចហើយដៃមួយទៀតកាន់តែងាយនាងបត់សសរគ្រែហើយចុងក្រោយបានរួចពីនរកស្ត្រីដើរយ៉ាងសុភាពចេញទៅខាងទ្វារប៉ុន្តែពេលងាកមកវិញនាងនៅតែលើគ្រែឥឡូវនេះស្ត្រីមិនត្រឹមតែមានអារម្មណ៍ថាប្តីនៅជិតនាងទេថែមទាំងមានអារម្មណ៍ខុសឆ្គងអំពីខ្លួនឯងផងពួកគេឆ្លោះគ្នាហើយរឿងកំបាំងក៏ត្រូវបានបើកស្ត្រីអង្រួនក្បាលខ្លាំងដើម្បីដកអារម្មណ៍ខុសឆ្គងចេញបន្ទាប់មកនាងដកដង្ហើមជ្រៅហើយគិតពីវិធីគេចវេះទូរស័ព្ទនាងនៅលើតុក្រែបើនាងយកវាបាននាងអាចហៅអ្នកណាម្នាក់មកជួយប៉ុន្តែនាងមិនអាចយកវាបានឡើយឆ្កែព្រៃកំពុងស៊ីសំឡេងខំធ្វើឲ្យស្ត្រីភ័យខ្លាចវាបានកន្លងផុតទៅ5-1ម៉ោងនាងឃ្លានហើយស្រែកនាងចាំថាប្តីញ៉ាំថ្នាំហើយដាក់កែវលើភួយស្ត្រីសង្ឃឹមថានាងអាចយកភួយបាននាងឃើញកែវភ្លាមនាងលៃដង្ហើមហើយលើកដៃឆ្វេងឡើងខ្ពស់ពេលកែវធ្លាក់ដៃស្ដាំនាងចាប់វាបានប៉ុន្តែអារម្មណ៍ខុសឆ្គងរបស់ប្តីគឺជាគ្រោះថ្នាក់គាត់សើចនាងថាភាពល្ងងខ្លៅចម្ងាយតិចជាង20សង់ទីម៉ែត្រស្ត្រីដែលស្រែកខ្លាំងធ្លាក់ទឹកចិត្តនាងឲ្យខ្លួនឯងស្ងប់ហើយដាក់កែវត្រឡប់ទៅកន្លែងវិញបើនាងស្រែកវានឹងក្លាយជាអាហារក្នុងពោះឆ្កែព្រៃនាងគិតយ៉ាងខ្លាំងហើយចុងក្រោយរកឃើញវិធីល្អខោអាវគេងរបស់នាងថ្មីនាងដកស្លាកដែលនាងបានដកពីថ្ងៃហើយដាក់លើភួយនាងយកវាមកហើយមូជាបំពង់នាងទម្លាក់វាចូលក្នុងមាត់ហើយយកបំពង់មកវិញប្រវែងបំពង់ល្មមនាងផឹកយ៉ាងលោកប៉ុន្តែប្រភពទឹកតែមួយមិនអាចផឹកអស់ក្នុងមួយដងនាងដាក់កែវនិងបំពង់ត្រឡប់ទៅកន្លែងវិញក្រោយពីតានតឹងយូរនាងចុងក្រោយក៏ស្ងប់ភាពអស់កម្លាំងយកឈ្នះការភ័យខ្លាចហើយឲ្យស្ត្រីលងលក់ប៉ុន្តែឆ្កែព្រៃភ្ញាក់ភ្លាមវាហាក់ដូចជាមានអារម្មណ៍ថាគ្រោះថ្នាក់កំពុងខិតជិតវារត់គេចពីបន្ទប់យ៉ាងរហ័សស្ត្រីក៏ភ្ញាក់ពីសុបិនដែរហាក់ដូចជាមានស្រមោលនៅក្នុងជ្រុងវាដូចជាកំពុងដើរយ៉ាងស្ងៀមញឹមរបស់វាចម្លែកវាបើកប្រអប់នៅក្នុងដៃវាពោពេញដោយគ្រឿងអលង្ការច្រើនទៀតគឺឆ្អឹងមនុស្សស្ត្រីបិទភ្នែកហើយសូមអង្វរថាបុរសគួរឲ្យខ្លាចនោះគ្រាន់តែជាអារម្មណ៍ខុសឆ្គងប៉ុន្តែប្តីរំលឹកនាងថាបុរសនោះប្រហែលជាស្លាប់ហើយបុរសបានរួចរហ័សប្តីមើលក្រោមគ្រែស្ត្រីមិនហ៊ានដកដង្ហើមប៉ុន្តែនាងនៅតែលូកដៃចេញការហៅនេះធ្វើឲ្យស្ត្រីមិនសប្បាយចិត្តព្រោះច្រើនឆ្នាំមុនឪពុករបស់នាងច្រើនហៅខ្លួនឯងដូច្នោះពេលនោះគ្រួសារពួកគេទៅកំសាន្តនៅជនបទវាចំពេលខួប30ឆ្នាំនៃការឈ្លានពានរបស់ជប៉ុនម្ដាយនាងយកប្អូនប្រុសទៅលេងនៅសមុទ្រមានតែនាងនិងឪពុកនៅលើឆ្នេរពួកគេមើលព្រះអាទិត្យកំពុងត្រូវរយប៉ុន្តែឪពុកមើលមុខស្អាតរបស់នាងគាត់មានគំនិតដែលធ្វើឲ្យគេមិនអាចយល់បានគាត់ឲ្យក្មេងស្រីអង្គុយលើជង្គង់ដូចពេលនាងនៅតូចពេលឃើញស្បែកដ៏ទន់របស់នាងគាត់លែងអាចគ្រប់គ្រងខ្លួនបានឪពុកគ្រាន់តែមើលបន្តស្ត្រីភ្ញាក់ពីសុបិនយ៉ាងភ្ញាក់ផ្អើលឆ្កែព្រៃបានលេចមកវិញដៃដែលព្យួរយូរមកហើយរបស់នាងឥឡូវរួញនាងប្រញាប់ឈរឡើងនាងឈាមដើរសាច់ហើយបន្ទាប់ពីផឹកទឹកពី3ផ្កាប់អស់អារម្មណ៍មិនស្រួលសុបិនអាក្រក់អ្នកមិនដែលប្រាប់ខ្ញុំអំពីរន្ទះបាត់ព្រះអាទិត្យទេខ្ញុំមិនដែលប្រាប់នរណាម្នាក់អំពីរឿងនោះទេនោះជាការរៀបការមែនទេប្រាប់គ្នាទៅវិញទៅមកអំពីរឿងដែលពិបាកនិយាយមិនមែនរឿងនោះទេ
នាងគិតថាហេតុការណ៍ក្នុងជីវិតកុមារភាពរបស់នាងមិនពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ដែលមិនសប្បាយរបស់នាងទេប៉ុន្តែសំឡេងនៅក្នុងចិត្តនាងប្រាប់នាងថាហេតុការណ៍នោះបានជាឥទ្ធិពលដល់ជីវិតនាងទាំងមូលគាត់មិនបានរំលោភខ្ញុំទេគាត់មិនដែលប៉ះពាល់ខ្ញុំផងគាត់គ្រាន់តែប៉ះពាល់ខ្លួនឯងហើយបើអ្នកចង់ចោទអ្នកណាម្នាក់ខ្ញុំអាចចោទម្ដាយខ្ញុំឬទូកព្រះអាទិត្យរះនៅទីនោះខ្លីពេកអ្វីដែលគាត់បានធ្វើចំពោះខ្ញុំនៅលើអាល័យនោះមិនមែនជាអ្វីដែលអាក្រក់បំផុតដែលនរណាម្នាក់ធ្វើនោះទេនាងនិយាយដូច្នេះប៉ុន្តែចិត្តនាងមិនរឹងមាំព្រោះបន្ទាប់ពីនាងត្រឡប់មកផ្ទះថ្ងៃនោះឪពុកបានធ្វើអ្វីដែលអាក្រក់ជាងនេះគាត់អង្គុយលើគ្រែក្មេងស្រីហើយយំសុំទោសកូនស្រីរបស់គាត់ប្រហែលជាយើងគួរប្រាប់ម៉ាក់ខ្ញុំគិតថាយើងត្រូវតែប្រាប់មែនទេខ្ញុំស្អប់ធ្វើដូច្នេះគ្រាន់តែដោយសារអ្នកទាំងពីរមានភាពតានតឹងថ្មីនេះពិតជាតានតឹងរវាងយើងផងដែរជាមួយកូនផងប៉ុន្តែនេះអូននេះអាចធ្វើឲ្យអ្វីអាក្រក់ជាងមុនដើម្បីការពារកុំឲ្យគ្រួសារបែកបាក់ក្មេងស្រីបានសន្យាជាមួយឪពុកថានឹងមិនប្រាប់នរណាម្នាក់ប៉ុន្តែភ្នែកឪពុកភ្លឺព្រោះគាត់ដឹងថាខ្លួនកំពុងភូតក្បត់កូនស្រីឆ្កែព្រៃបានព្យាយាមមើលថាស្ត្រីនៅរស់ឬទេវាត្រូវបានស្ត្រីខាំហើយបោះបង់ការបន្តពូជនាងព្យួរសាច់និងឈាមប្តីនៅលើទ្វារស្ត្រីសុវត្ថិភាពសម្រាប់ពេលនេះប៉ុន្តែនាងដឹងថាឆ្កែព្រៃនឹងមិនអស់ចិត្តអ្នកនៅតែខ្លាំងគ្រប់គ្រាន់ដើម្បីរុញប៉ុន្តែអ្នកនឹងមិនអាចធ្វើបានយូរទេហើយអ្នកអាចធំក្លិននោះខ្ញុំមិនចង់ឲ្យអ្នកសោកស្ដាយទេអញ្ចឹងអ្នកចង់អ្វីខ្ញុំចង់ឲ្យអ្នកចងចាំស្ត្រីភ្ញាក់ផ្អើលព្រោះនាងចាំអ្វីដែលបានកើតឡើងបន្ទាប់គ្រួសារទាំងមូលកំពុងញ៉ាំអាហារល្ងាចជាមួយគ្នាវាហាក់ដូចជាគ្មានអ្វីកើតឡើងឪពុកក្រោកឈរឡើងហើយប៉ះពោះម្ដាយដែលមានផ្ទៃពោះដូចជាមនុស្សធម្មតាម្ដាយមើលក្មេងស្រីដោយភាពព្រួយបារម្ភឪពុកក៏ភ័យដែរហើយប្រញាប់មកគាត់ដឹកក្មេងស្រីត្រឡប់ទៅក្នុងបន្ទប់វិញដោយអះអាងថាដោះស្រាយរបួសក្រណាត់រុំដៃក្មេងស្រីដែលហូរឈាមហើយក៏រុំរឿងកំបាំងដ៏អាក្រក់មុខមនុស្សដែលធ្វើពុតនោះហាក់ដូចជានៅចំពោះមុខស្ត្រីប៉ុន្តែស្ត្រីភ្ញាក់ភ្លាមហើយភ្លាមនឹកឃើញពីឥទ្ធិពលឈាមនាងមើលកែវទឹកនៅលើធ្នើហើយត្រៀមខ្លួនដើម្បីប្រយុទ្ធដោយជីវិតមិនធ្វើអ្វីទេខ្ញុំនឹងស្លាប់ដោយសារការប្រកាច់ស្រែកទឹកឬឆ្កែឬនៅពេលភ្ញៀវដែលមានថង់ឆ្អឹងមកដល់យប់នេះព្រះអាទិត្យចាប់ផ្ដើមអស្ថេរគាត់នឹងមកឆាប់នេះបន្ទាប់មកខ្ញុំត្រូវតែប្រញាប់